ម្ដង6នាក់ដូចច្រើនពេកវាមិនសមដូច្នេះអូខ្ញុំអត់ដឹងនិយាយថាម៉េចដល់ពេលឥឡូវសូមឲ្យចាច់ទាំង3រូបជួយបញ្យល់តិចមកតើមានន័យថាម៉េចពាក្យសេវនេះដូចខ្ញុំនិយាយមិញអញ្ចឹងណាមានអារម្មណ៍ថាឃើញថាធ្លាក់ម្ដង6នាក់ច្រើនពេកវាអត់សមសូខ្ញុំគិតថាគួរតែសេវបេក្ខជន3រូបទៀតមិនអញ្ចឹងឯងពួកម៉ាក់តែខ្ញុំអត់ចង់ឲ្យគាត់នៅធីមដែរអត់អាចសេវកូនក្រុមខ្លួនឯងបានខ្ញុំចង់ឲ្យ captain មួយសេវកូនក្រុមពីធីមផ្សេងម្នាក់អូ my god ដូច្នេះសូមក្រុមអញ្ជើញ captain ទាំង3ទៅកាន់ទីតាំងដើមសិនហើយសូមធ្វើការសម្រេចចិត្តជ្រើសរើសសេវបេក្ខជនឬបេក្ខនារីណាម្នាក់ខ្លាយទៅជាកូនក្រុមថ្មីរបស់ខ្លួនអញ្ចឹងសម្រាប់បេក្ខជនដែលយូរហើយអាចធ្វើការជ្រើសរើសបានមិនមែនជាកូនក្រុមខ្លួនឯងតែជាកូនក្រុមរបស់ Captain Vito ឬក៏កូនក្រុមរបស់ Captain Win Vitu សូមធ្វើការសម្រេចចិត្តអ្នកដែលខ្ញុំសម្រេចចិត្តសេវយ៉ាងជេអិចអបអរសាទរយ៉ាងជេអិចអបអរសាទរដល់យ៉ាងជេអិចបញ្ចូលទៅកាន់ក្រុម Captain យូហើយ Welcome to the team ដូច្នេះខ្ញុំសូមចូលរួមអបអរសាទរយ៉ាង JX Go to the next level អបអរសាទរយ៉ាង JX ម្ដងទៀតទាំងអស់គ្នាអូនទាំងអស់គ្នាមកដល់ឆ្ងាយណាហើយនេះគឺជាឱកាសមួយដែលបងអាចសេវបានតែម្នាក់ឯងបងសុំរើសយកប្អូនម្នាក់ដើម្បីទៅបង្ហាញវឹកបន្ថែមបន្តនោះគឺ Finn អបអរសាទរ Finn Congratulations Finn Go to the next level Choosing by Captain Win with 2ដូច្នេះសូមជម្រាបអបអរសាទរ Finn Go to the next level 10គ្រូអបអរសាទរ Finn Go to the next level Congratulationsនៅសល់តែ Captain Vito តែប៉ុណ្ណោះដែលត្រូវជ្រើសរើសថាតើបេក្ខជនរូបណាដែលគាត់នឹងជ្រើសរើសចូលទៅកាន់ក្រុមរបស់គាត់ចាសសូមអញ្ជើញធ្វើការសម្រេចចិត្តហើយយើងបេក្ខជននេះគិតតែច្បាស់បងគិតតែច្បាស់ហ្មងបេក្ខជនហ្នឹងខ្ញុំធ្លាប់ចុចប៊ូតុង special អូកាលពីវគ្គ audition
ពេលហ្នឹងខ្ញុំស្ទៀលចេញពីកាពីតែនផ្សេងបើតាមខ្ញុំចាំឯណាលីខេស៊ី អបអរសាទរលឺខេស៊ី Congratulations លោកដងថៅទីបំផុតលោកដងថៅបានទៅបន្តទៀតហើយ ស្វាគមន៍មកកាន់ក្រុមក្មេង ញ៉ា ស្ទៀវ បងអូនមួយហងបងអើយញ៉ាបងអូនមួយហងលុយគ្នាច្រើនណាស់ ដូច្នេះសូមជូនអបអរសាទរលឺខេស៊ី Go to the next level អបអរសាទរលឺខេស៊ី Congratulations ដោយឡែកសម្រាប់អ្នកទាំង3បងពិតជាសោកស្ដាយមែនតើសង្ឃឹមថាអ្នកទាំង3នៅតែបន្តការខិតខំប្រឹងប្រែងតាមការសន្យាព្រោះអ្នកទាំងអស់គ្នាចុះពីពេលនេះម៉ោងនេះទៅប្រកាសថាជាមាន fan រៀងៗខ្លួនហើយខ្ញុំនៅតែនិយាយដដែលថាសម្រាប់ការប្រឡងមានជាប់មានធ្លាក់ ចាអរគុណច្រើនសម្រាប់ការចូលរួមជាមួយនឹងកម្មវិធីរបស់យើងអរគុណ អរគុណណាស់អ្នកទាំង3អាចសម្រួលអីយ៉ាបតបានបាទអរគុណច្រើនមែនតើសូមកម្លាំងចិត្តឲ្យខ្លាំងម្ដងទៀតមកបាទ